안녕하세요, 여러분. 여기는 탄원 FM 88.7MHz로 방송되는 섬랭콘 크마입니다. 우리 방송은 월 두 번째 주하고 네 번째 주 토요일 6시에 방송됩니다. 섬랭콘 크마에서는 한국에 살고 있는 캄보디아 친구들에게 법률, 비자, 건강핏, 한국 생활 전반에 대해 안내해 드리고 있습니다. 오늘 H와 예방에 대해 이야기 나누겠습니다. 많은 정지 부탁드립니다. Some anh nhát group trong điệp số đó bong ôn ở ruộng nơi khung bát tê kề có đôi chị bong ôn ở ruộng nơi khung bát tê Campuchia với một chục nia xa thì mấy nơi khung Campuchia xâm lên cơn khmái tại sai trên pi bỏ ví dụ thành phần sớm 87 cho 7 MHz ngày nay phòng đá dương miền sau mà nó thì cái một bông vai rồi bong ôn mà hơi chụp chụp môi khi mà mình thấy room chụp môi nước trong bát pisat GPT có còn những chuyện này xâm rồi nước khung Campuchia bong pi set sọc sái đấy bong ba sọc sái thòm đa mình thấy sọc sái đại tế ba sọc thòm đa bay kia bị bay ra và đá nực bong pi set nực nhau mất ba nực bên tên mình thấy phơi dương can phơi ở cam thi thọt dẹp pi sạp đa hai bên ạ cho nên hai dương từ ở kia có nực rồi lực từ đó bong pol premier snap có đôi chút bong pol premierได้กำปงแต่ตามในเรื่องตุ่มปอ Facebook ផងដែរបាទบองពិសិដ្ឋស្មាននេះអាហារថ្ងៃត្រង់ហើយណាបងនិយាយតាមចាក់ស្ដែងទៅខ្ញុំងើបតាំងពីព្រឹកមករៀនបន្ទាប់មកចេញពីរៀនខ្ញុំហូបមុននឹងចូលរៀនខ្ញុំហូបបាយថ្ងៃត្រង់ហើយបាទចាំមិនថៃញ៉ាំបាយថ្ងៃត្រង់ហើយឬបាទខ្ញុំអត់តាន់ហ៎ងើបពីដេកមកបោះវិសុតែម្ដងបាទទីក៏យើងម្នាក់នេះគឺអត់ដែរបានបាយរៀងរាល់ពេលថតតែម្ដងបាទអត់តែថាថតកម្មវិធីគឺដែរបានបាយអញ្ចឹងតែម្ដងបាទមិនអញ្ចឹងមិនបាទដែរបានបាយអញ្ចឹងមកពីគំនិតយើងមិនមកខ្ជិលក្នុងការចំអិនម្ហូបទេដឹងហ៎អត់ទេបងអត់ខ្ជិលទេបងមុខម្ហូបចេះច្រើនបងឆា7ទុំនិងស្ងោជ្រក់បាទចេះពីមុខហ្នឹងទេខនបាយជាងខ្ញុំស្ងោពងជីនពងបាទជំនាញបំផុតដែរបងពិសិដ្ឋកុំឲ្យបងប្អូនយើងសាំនឹងយើងនិយាយលេងច្រើនពេកប្រធានបទយើងថ្ងៃនេះយើងចង់លើកយកពីប្រធានបទអីដើម្បីបកស្រាយជូនបងប្អូនទស្សនិកជនយើងបងបាទដូចយើងជម្រាបជូនដល់បងប្អូនប្រិមិត្តអ្នកស្ដាប់ក៏ដូចជាបងប្អូនដែលកំពុងតែតាមដាននៅលើទំព័រ Facebook Page របស់ពួកយើងថ្ងៃនេះយើងអត់និយាយអំពីប្រធានបទទាក់ទងនឹងជំងឺអេដនិងការការពារនិងរោគវិធីសាស្ត្រក្នុងការព្យាបាលនៅក្នុងប្រទេសកូរ៉េផងដែរបាទបងពិសិដ្ឋតាមការផ្ដល់ព័ត៌មានពីប្រធានវិសុក៏ដូចជាបងអ្នកសម្របសម្រួលក្នុងកម្មបងអ្នកខាងគ្រប់គ្រងកម្មវិធីហ្នឹងថាមានបងជាភ្ញៀវកិត្តិយសបងភ្ញៀវកិត្តិយសដែលគាត់ចូលរួមបកស្រាយគាត់នៅកម្ពុជាបងបាទច្បាស់ណាស់ព្រោះដោយសារតែយើងនឹងមានអភិកិត្តិយសដែលគាត់នឹងតាក់ទងតាមរយៈទូរស័ព្ទតាក់ទងទៅគាត់ផ្ទាល់គាត់នឹងចូលរួមនៅក្នុងពេលបន្តិចទៀតបាទកម្មវិធីថ្ងៃនេះពិតជាពិសេសដោយសារយើងមានអ្នកជំនាញគាត់ជួយបកស្រាយនៅបញ្ហាពីជំងឺអេដព្រោះជំងឺអេដនេះអាចជាជំងឺដែលដូចសពមួយដងបងប្អូនមុននឹងយើងចូលដល់ខ្លឹមសារនៃកម្មវិធីក៏សូមបង្វែរដល់បងប្អូនមកស្ដាប់បទចម្រៀងដែលជាចំណងដៃនៃកម្មវិធីរបស់យើងជាបទទី1ដំបូងសិនហើយបទនោះមានចំណងជើងថារំដួលពោធិ៍សាត់ដែលបកស្រាយដោយអត្ថរាជសម្លេងមាសស៊ុនស៊ីសមុទ្របាទកុំឲ្យខាតពេលវេលាយូរសូមរីករាយស្ដាប់ដូចតទៅប
ចោលក្លិនរាល់ថ្ងៃបងមាននិស្ស័យត្រឹមតែទុំព្រួយត្រៀមក្រមអារាទើបតែរលួយរួងរំដួលមួយមិនព្រមឆ្លងឆ្លើយព្រមដួលពោសាន់ត្រួយជីវិតស្នេហ៍រៀមស្មាំងម្លឹងដែរនៅតែប្រងឬរំដួលផ្កាមានគ្នាទៅហើយសូមឆ្លើយឲ្យបងអរក្តីសង្ស័យខ្ញុំសូមសច្ចាប្រាថ្នាតែនាងអ្នកតាឃ្លាំងមឿងជួយចាំសំដីគ្រប់ជាតិតទៅនៅតែអាឡ័យហ៊ានខ្សាយបើមិនបានស្រីជាគូបងប្រាថ្នាតាំងចិត្តរចនាឈ្មោះកាទុំហាក្នុងបែដងបងមិនដែលភ្លេចឡាការអើយបងស្នេហ៍តែរំដួលមួយការនៅក្រពុំចោលក្លិនរាល់ថ្ងៃបងមាននិស្ស័យត្រឹមតែទុំសាន់ត្រួយជីវិតស្នេហ៍រៀមស្មាំងម្លឹងដែរនៅតែត្រង់ឬរំដួលផ្កាមានគ្នាទៅហើយសូមឆ្លើយឲ្យបងអរក្តីសង្ស័យខ្ញុំសូមសច្ចាប្រាថ្នាតែនាងអ្នកតាខ្លាំងមឿងជួយចាំសំដីគ្រប់ជាតិតទៅនៅតែអាឡ័យហ៊ានខ្សាយបើមិនបានស្រីជាបាទបន្ទាប់ពីបងប្អូនប្រិយមិត្តស្ដាប់ក៏ដូចជាបងប្អូនដែលកំពុងតែតាមដាននៅលើទំព័រ Facebook Page យើងស្ដាប់បទចម្រៀងក្នុងការបើកកម្មវិធីហើយយើងកុំឲ្យខាតពេលវេលាយូរមិញថៃយើងក៏មានភាវកិត្តិយសដែលគាត់អញ្ជើញចូលរួមក្នុងការបកស្រាយនៅប្រធានបទយើងថ្ងៃនេះគឺយើងមានកិត្តិយសខ្លាំងមែនទែនដែលការអញ្ជើញចូលរួមពីបងប្រុសដែលគាត់នៅក្នុងប្រទេសកម្ពុជាយើងនឹងតាក់ទងក្នុងការអញ្ជើញគាត់ចូលរួមក្នុងការបកស្រាយនៅក្នុងប្រធានបទយើងថ្ងៃនេះដូច្នេះយើងក៏ស្វាគមន៍និងជម្រាបសួរគាត់តែម្ដងបាទជម្រាបសួរបងប្រុសបាទជម្រាបសួរបងបាទថ្ងៃនេះកម្មវិធីយើងមានសំណុំរីករាយដែលបានការអញ្ជើញចូលរួមពីសំណាក់បងប្រុសអញ្ចឹងអញ្ជើញបងប្រុសណែនាំខ្លួនក៏ដូចជាជម្រាបសួរទៅដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់បន្តិចទៅបាទទីមួយជំរាបសួរបងវិធីករទាំងអស់ហើយនឹងអ្នកចូលរួមសម្រាប់ទាំងអស់គ្នាខ្ញុំឈ្មោះដូដូជាបុគ្គលិកនៅអង្គការសុខភាពបរិះតួនាទីជាជំនួយការព្រឹបនៅទីរួមខេត្តកំពង់ចាមបទពិសោធន៍ការងារមានរយៈពេល9ឆ្នាំអរគុណបាទអរគុណដែលដល់ចំពោះបងប្រុសដូដូដែលគាត់ជាផ្នែកខាងសុខភាពបរិះដែលប្រចាំនៅខេត្តកំពង់ចាមបាទថ្ងៃនេះផងដែរក៏យើងមានការអញ្ជើញចូលរួមពីសំណាក់ជាការអញ្ជើញចូលរួមគឺលោកឈិនមេសាបាទលោកឈិនមេសាអញ្ជើញជួយណែនាំខ្លួនក៏ដូចជាជំរាបសួរទៅដល់បងប្អូនប្រិយមិត្តដែលស្ដាប់យើងបាទជំរាបសួរពិធីករទាំងពីរហើយជំរាបសួរបងដូដូដែលផ្ដល់កិត្តិយសមកចូលរួមការសម្ភាសជាមួយនឹងវិទ្យុសំឡេងកូនខ្មែររបស់ពួកយើងហើយក៏ជំរាបសួរប្រិយមិត្តទាំងអស់គ្នាដែលតាមដានស្ដាប់វិទ្យុសំឡេងកូនខ្មែរហើយអរគុណច្រើនពិធីករដែលថ្ងៃនេះលើកយកប្រធានបទសំខាន់យកមកនិយាយនៅក្នុងប៉ុស្តិ៍វិទ្យុនេះគឺប្រធានបទជំងឺអេដដោយ
ប្រិមិត្តឬក៏ប្រិមិត្តទាំងអស់ដែលបានដឹងហើយដែលបញ្ហាជំងឺអេដមិនថានៅក្នុងប្រទេសខ្មែរឬក៏នៅក្នុងប្រទេសកូរ៉េទេវាមានអាចមានការរីករាលដាលជំងឺអេដហ្នឹងគឺច្រើនអញ្ចឹងទៅពួកយើងលើកប្រធានបទនេះឡើងដើម្បីចែកជូនបងប្អូនទាំងអស់គ្នាដែលគាត់កំពុងធ្វើការនៅក្នុងប្រទេសកូរ៉េឲ្យគាត់មានការប្រុងប្រយ័ត្ននៅពេលដែលគាត់ដូចថាពេលដែលគាត់មានអាការៈអ្វីមួយសង្ស័យតើគាត់ត្រូវធ្វើម៉េចថ្ងៃនេះគឺវិទ្យុសម្លេងកូនខ្មែរយើងគឺលើកប្រធានបទហ្នឹងយកមកពិភាក្សាចែកម្លែកជូនបងប្អូនទាំងអស់គ្នាបាទហើយក៏អរគុណច្រើនបាទអរគុណសម្រាប់បងប្រុសដូដូក៏ដូចជាបងប្រុសមេសាដែលគាត់ឆ្លៀតឱកាសក្នុងការចូលរួមនៅក្នុងកម្មវិធីយើងសំណួរដំបូងចង់សួរទៅបងប្រុសដូដូដែលគាត់ជាផ្នែកខាងសុខភាពបារោះសូមសួរទៅបងសំណួរដំបូងណាសួរទៅបងថាតើមេរោគអេដជាអ្វីដែរបាទមេរោគអេដជាវីរុសម្យ៉ាងធ្វើឲ្យប្រព័ន្ធកោសិការបស់មនុស្សចុះថយវាអាចចូលទៅបំផ្លាញកោសិការបស់មនុស្សយើងវាជំងឺហ្នឹងវាអាចឆ្លងបានតាមការរួមភេទអរគុណសម្រាប់ការឆ្លើយសំណួរយ៉ាងក្បោះក្បាយចំពោះបងបន្តសំណួរបន្ថែមចង់តាក់ទងចង់សួរទៅបងថាតើជំងឺអេដក្រៅពីឆ្លងដោយការរួមភេទតើយើងឆ្លងតាមរបៀបអ្វីដែរបាទបងជំងឺអេដហ្នឹងវាមាន3ធំទី1តាមការរួមភេទដោយអត់ប្រើប្រាស់ស្រោមអនាម័យទី1ការបំបៅដោះពីម្ដាយទៅកូនដែលម្ដាយមានផ្ទុកមេរោគអេដទី3ការប្រើប្រាស់វត្ថុមុខស្រួចរួមគ្នាពីអ្នកផ្ទុកមេរោគអេដដែលយើងអត់ដឹងយើងប្រើរបស់មុខស្រួចនឹងរួមគ្នាទៅអញ្ចឹងវាធ្វើឲ្យការឆ្លងហានិភ័យខ្ពស់បងមួយទៀតខ្ញុំចង់សួរសំណួរបងមួយដែលខ្ញុំមិនថាពិធីករគឺសិតតែនៅមានចង្អល់ទាំងអស់គ្នាអញ្ចឹងណាបងដែលគេនិយាយថាអ្នកផ្ទុកជំងឺអេដហើយនឹងអ្នកឆ្លងជំងឺអេដហ្នឹងតើភាពខុសគ្នាយ៉ាងដូចម្ដេចដែរអ្នកឆ្លងជំងឺអេដទី1គាត់អាចបានដឹងពីស្ថានភាពគាត់ឆ្លងពីគេឯងទី1ទៀតហើយណាមួយគាត់អាចបានទទួលថ្នាំគេហៅថាថ្នាំពជាជីវិតណាគេហៅពពួក ARV ថ្នាំហ្នឹងណាបងបាទហើយចុះអ្នកផ្ទុកមេរោគអេដវិញបងអ្នកផ្ទុកមេរោគអេដគាត់បានទៅទទួលសេវាថែទាំនៅមន្ទីរពេទ្យបង្អែកធំមានដូចជាកំពង់ចាមឬបណ្ដាខេត្តនានាគេហៅថាសេវា ART ដែលគាត់បានទៅទទួលថ្នាំពជាជីវិតហ្នឹងជាមួយដុកទ័រហើយគាត់មានការពិនិត្យមើល check សុខភាពគាត់ទាំងអស់បាទអរគុណសម្រាប់ការឆ្លើយសំណួរសំណួរបន្ទាប់ចង់សួរទៅបងប្រុសមេសាវិញថាតើជំងឺអេដយើងការពារដោយរបៀបណាបាទជំងឺអេដយើងអាចការពារបានយើងមានច្រើនយើងអាចការពារដោយការប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវនិងយើងត្រូវមានដៃគូមួយស្មោះមួយនឹងមួយហើយផ្សេងទៀតគឺការដែលយើងនឹងមិនប្រើប្រាស់មជ្ឈុលតារាងជាមួយគ្នាមជ្ឈុលពេទ្យដែលភិជាច្រើនគឺយើងប្រើផ្សេងគ្នាគឺយើងអត់ប្រើច្បោកច្បល់ជាមួយគ្នាទេហើយទី3ទៀតយើងប្រើថ្នាំការពារជាមុនដូចជាថ្នាំប្រឹបអញ្ចឹងព្រោះពេលដែលយើងទៅរួមដំណេកជាមួយដៃគូដែលយើងមិនដែលស្គាល់ពីមុនមកយើងអត់ដឹងថាគាត់មានអាការៈអីទេអញ្ចឹងបើសិនជាអាចយើងគួរតែប្រើប្រាស់ប្រភេទថ្នាំប្រឹបដើម្បីការពារយើងលេបទុកមុនអញ្ចឹងណាហើយបន្ថែមទៀតគឺយើងអាចលេបថ្នាំពឹបដែលយើងវាមានថ្នាំប្រឹបវាមានថ្នាំពឹបអញ្ចឹងណាអញ្ចឹងសំណួរសាកសួរទៅបងធ្វើការនៅខាងបាទបងដូដូយើងសួរព័ត៌មាននឹងឲ្យកាន់តែច្បាស់ទៅពួកខ្ញុំក៏អត់តន់យល់ដែរពាក់ព័ន្ធជាមួយនឹងថ្នាំប្រឹបនិងថ្នាំពឹបតើវាខុសគ្នាយ៉ាងម៉េចអញ្ចឹងដោយពិសិដ្ឋដឹងអញ្ចឹងថានៅខ្មែរយើងមានប្រភេទថ្នាំច្រើនអញ្ចឹងភាគច្រើនយើងអត់ដែលហៅឈ្មោះថាថ្នាំពឹបឬក៏ថ្នាំប្រឹបទេភាគច្រើនយើងហៅអាប្រភេទថ្នាំ72ម៉ោងបាទបងអញ្ចឹងតើបងអាចជំរាបជូនបានទេបងការដែលប្រើប្រាស់ថ្នាំ72ម៉ោងឬក៏ថ្នាំពឹបហើយនិងថ្នាំប្រឹបហ្នឹងតើវាខុសគ្នាមិនដែរប្រភេទថ្នាំប្រឹបនៅបច្ចុប្បន្នគេមាន3ជម្រើសនៃការប្រើថ្នាំប្រឹបគឺជាឱសថការពារមុនពេលទៅប្រព្រឹត្តប្រឈមឱសថប្រឹបមានលេបមានចាក់និងមានដាក់កងបាទបើសិនជា
សម័យខ្លួនយើងទៅថាគាត់រួមភេទគាត់ចង់ប្រើស្រោមមែនអញ្ចឹងគាត់គួរតែត្រូវរកសេវាថ្នាំព្រឹបដូចខ្ញុំជម្រាបប្រាប់ខាងមុនអញ្ចឹងវាមាន3ជម្រើសនៃការប្រើគឺមានការដាក់កងមានការចាក់ការលេបហើយបើសម្រាប់ថ្នាំ72ម៉ោងសម្រាប់បងណាដែលគាត់ទៅរួមភេទដែលគាត់បានត្រៀមមុនដល់អញ្ចឹងទៅគាត់រួមភេទនៅពេលសវឹងឬមួយក៏ចៃដន្យគាត់មុតមកចូលអីគាត់អាចរកថ្នាំ72ម៉ោងនឹងបានហើយថ្នាំ72ម៉ោងហ្នឹងរកបាននៅតាមមន្ទីរពេទ្យធំទៅតាមខេត្តទាំងអស់ដែលអត់លុយទេថ្នាំហ្នឹងបងបាទអរគុណសម្រាប់បងប្រុសដែលគាត់ជួយបកស្រាយក្នុងសំណួរតាក់ទងជាមួយនឹងប្រធានបទយើងមិនថាមានសំណួរតាក់ទងទៅសួរទៅបងឬក៏យើងចាក់បទចម្រៀងមួយបទទេដើម្បីកំដរអារម្មណ៍ដល់បងប្អូនពេលអ្នកស្ដាប់បាទអរគុណដល់បងដូដូក៏ដូចជាបងមេសាដែលចូលរួមបកស្រាយនៅសំណួរដែលបានលើកឡើងខាងលើយ៉ាងបោះក្បាយហើយមុននឹងឈានចូលដល់សំណួរបន្ទាប់ដោយបងពិសិដ្ឋគាត់លើកឡើងមកអញ្ចឹងកុំឲ្យបងប្អូនយើងគាត់ស្ដាប់ទៅយើងគាត់បកស្រាយយើងយូរអញ្ចឹងវាមានអារម្មណ៍ថារៀងធុញអញ្ចឹងក៏សូមបង្វែរអារម្មណ៍បងប្អូនមកស្ដាប់បទចម្រៀងដែលជាបទបន្ទាប់ពីបទមុនគឺបទដែលមានចំណងជើងថា You Know បកស្រាយដោយវណ្ណដាបាទកុំឲ្យខាត់ពេលវេលាយូរសូមរីករាយស្ដាប់ដូចតទៅLet's go, let's do it. Let's go, let's do it. Let's go, let's do it. But boy, I'm darling, let's go, let's do it. But boy, I'm too plain, let's go, let's do it. Hot out the plane, change your mentality. But boy, I'm toxic, I'm not change your merit. Let's go, let's do it. Let's go, let's do it. Let's go, let's do it. But boy, I'm darling, let's go, let's do it. But boy, I'm too plain, let's go, let's do it. Hot out the plane, change your mentality. But boy, I'm toxic, I'm not change your merit. Come cut hand that mud, so try I need jet, nhưng mà ai nhầm cut, tục về nhưng mà play. Nên ai kia mình strong, nhưng mình chơi bông ong, bộ chạm chơi chỉ hong, I don't fuck with that. Ngờ trên big side tay mưa trường sự tập pua, bị xem hơi đầm mơ, bộ nhầm clean tôi chủ chua. Không ai lừa dâm lên, để cái bao nhầm làn tua. Thời ca cái bạc hai đai bạc hai nhầm mót bán, kẻ odd keep it real, bên này nhầm thơ việc bán. Mấy cái trâu chân liệp qua xì bài hai trong bọc chán, phạt nhầm trang gần loa, bộ on đi để chán. What you wanna say to me, say it in my face. What you gonna say? Đừng con pro, got a face to face. Trigger inform, trigger request. Cho mình đi với mình chăng, cho mình đi về rốt lên là bươn vì bao man say. But boy, I'm darling, let's go, let's do it. But boy, I'm too plain, let's go, let's do it. Hot out the plane, trên chỗ mình chết thì. But boy, I'm toxic, I'm đã trên nhau đam mê. Không kết hay nè mất, sợ trời anh này chết. Nhưng mơ ai nhầm kết, tục bê nhưng mà play. Nên nàng kia mình strong, nhưng mình chơi bông ong. Bộ chạm chơi chỉ hong, I don't fuck with that. Trong bất play, bitch you gotta move. Cái play to me, tôi với nhung chắc là su. Real rap shit, fire in the booth. My young get rich, work in the stool. Talking shit, tôi với nhung đi move. Bitch I'm a star, I do what I do. Thời điểm đã child, khó biết get ru. Get the fuck out my way, get the fuck out my get the fuck out my face. Ở chơi ai so tay tôi luôn đôi nét chê. Trong khi nhung slay tay nè anh chỉ nét say. Rương nâng mệt chân trong rương nâng vì mệt chê. Rương nâng chân nhung đăng than chết. Cho trên này dây phật trong ai nè blue play. Rương nâng chân nhung đăng than chết. Cho trên này dây phật trong ai nè bạc play. Rương nâng chân rương nâng huyền chê. Rẹ money in my pocket. Cái tay rương khuôn anh cầm bên trong Raw How you get the same shit. Hop on my plane, this a lane nigga plug. Bung, I'm just dropping out of heat. Nè cái đôi đâu mà chỉ clear dương. On anh out of hop on my shit. Play me nhung ban kill nhung chay lo you real nhung keep it real. Hey man mama beer đôi thưa BA club yang nhung chơi deal. Tro chiều nhung mắc cho cái plum mắc cho cái chka hot cho cái kia. Drop lang chạm plum thưa chất nhung thum mơ ban club mum khai cái nang raw meal. But boy I'm darling, let's go, let's do it. But boy I'm too plain, let's go, let's do it. Hot out the plane, trên chỗ mình chơi thì. But boy I'm toxic, I'm đã chơi nhau đam mê. Không kết hay nè mất, sợ trời anh này chết. Nhưng mơ ai nhầm kết, tục bê nhưng mà play. Nên nàng kia mình strong, nhưng mình chơi bông ong. Bộ chạm thôi chỉ hong, I don't fuck with that. Vâng, mà chụp nia xa chết mấy bằng tòa pi đã bọt miếng là bỏ bong bàn đá để tôm chanh mấy
បងពិសិដ្ឋមានអារម្មណ៍យ៉ាងណាដែរបាទបន្ទាប់ពីស្ដាប់បទចម្រៀងរបស់វ៉ាន់អាមានអារម្មណ៍ថាសប្បាយរីករាយទៅតាមចង្វាក់បទភ្លេងតែម្ដងបាទមីងថៃដើម្បីកុំឲ្យខាតពេលវេលាយូរយើងមីងថៃយើងក៏មានសំណួរបន្តសួរទៅដល់វាគ្មិនក៏ដូចជានៅក្នុង studio យើងផ្ទាល់តែម្ដងដូចជាសំណួរបន្តមីងថៃមានសំណួរសួរទៅដល់បងប្រុសដូដែរទេបាទបងសំណួរហ្នឹងខ្ញុំគុំយូរហើយបងពិសិដ្ឋទំតម្លាក់ឲ្យខ្ញុំសួរអត់ជាថ្លៃបាទសូមជំរាបសួរម្ដងទៀតទៅបងដូបាទបងសំណួរខ្ញុំឆ្ងល់បងតើនៅប្រទេសកម្ពុជាហ្នឹងចំនួនអ្នកដែលផ្ទុកមេរោគអេដហ្នឹងមានចំនួនប្រមាណភាគរយដែរបងឬមួយគិតជាចំនួនអ្នកបើសិនជាគិតចំនួនអ្នកផ្ទុកនៅប្រទេសកម្ពុជាចំនួនទាំងអស់មាន76000នាក់ហើយក្នុងចំនួន76000នាក់ហ្នឹងគាត់បានទទួលសេវាថែទាំសុខភាពគាត់ហើយចំណែក7000នាក់ទៀតគាត់មិនទាន់ដឹងពីស្ថានភាពខ្លួនឯងហើយណាមួយគាត់តែដឹងពីសុខភាពគាត់ហើយគាត់កិច្ចអត់ទាន់ទទួលថ្នាំបាទអរគុណបងដោយបងប្អូនទស្សនិកជនបានស្ដាប់ហើយពីចម្លើយដែលលើកឡើងរបស់បងដូថានៅប្រទេសកម្ពុជាមានចំនួនអ្នកផ្ទុកមេរោគអេដ76000នាក់ហើយអ្នកដែលដឹងពីស្ថានភាពនៃដែលចិត្តនឹងឆ្លងដែលមានផ្ទុកជំងឺអេដហ្នឹងគឺ7000នាក់តែគាត់វាថាដូចអត់អាចទទួលយកបានគាត់កិច្ចមិនព្រមព្យាបាលបាទបងពិសិដ្ឋមានសំណួរអីបន្ទាប់ទៅសួរទៅបងដូជាក៏ដូចជាបងមេសាដែរទេបងបាទភ្ជាប់នឹងសំណួរដែលយើងនិយាយអំពីចំនួនអ្នកឆ្លងចង់សួរទៅបងប្រុសដូបន្ថែមទៀតថាតើមេរោគអេដមិនឆ្លងតាមវត្ថុមិនឆ្លងតាមរយៈសារធាតុរាវអ្វីខ្លះដែរបាទបងមេរោគអេដវាអត់ឆ្លងតាមសារធាតុដែលចេញពីមនុស្សយើងនិយាយទៅសួរស្ដាប់ថាសារធាតុអ្វីក្រៅដែលចេញពីមនុស្សយើងដែលវាអត់ឆ្លងមានដូចជាទី1មានដូចជាទឹកមាត់ទឹកភ្នែកសម្បោរទឹកនោមដូចជាលីមូអីចឹងគឺវត្ថុហ្នឹងដែលចេញពីសរីរាង្គមនុស្សទៅគឺអត់ឆ្លងទេវត្ថុទាំងអស់ហ្នឹងបាទនឹងឯងបងអធិស្ឋានដោយសារតែខ្ញុំចង់ភ្ជាប់សំណួរខាងលើបន្តិចទៀតដែលបងបាននិយាយថានៅក្នុងប្រទេសកម្ពុជាយើងអ្នកឆ្លងជំងឺអេដមានអ្នកផ្ទុកជំងឺអេដហ្នឹងមានរហូតដល់76000នាក់អញ្ចឹងខ្ញុំចង់ដឹងថាតើចំនួនដែលពួកគាត់ឆ្លងហ្នឹងតើភាគច្រើនតើឆ្លងសម្រាប់បងដែលគាត់ស្រឡាញ់ភេទផ្ទុយគ្នាឬក៏ភាគច្រើនគឺគាត់ឆ្លងភាគច្រើនដែលគាត់ពួកគាត់ស្រឡាញ់ភេទដូចគ្នាឬក៏មិនវិញដែរបងចំនួនអ្នកឆ្លងហ្នឹងបងចំនួនអ្នកសរុបទាំងអស់ក្នុងចំនួន76000នាក់ហ្នឹងបាទរាប់ជារួមទាំងអស់មានប្រជាជនទូទៅមានអ្នកស្រឡាញ់ភេទដូចគ្នាស្ត្រីសេវាកំសាន្តហើយនឹងអ្នកប្រើប្រាស់គ្រឿងញៀននឹងឲ្យបងឲ្យចង់បញ្ជាក់បន្តិចទៀតពាក់ព័ន្ធជាមួយនឹងក្រុមមនុស្សដែលគាត់ស្រឡាញ់ភេទដូចគ្នាតើអត្រាការឆ្លងហ្នឹងវាខ្ពស់ដែរទេហើយវាឆ្លងហ្នឹងវាឆ្លងតាមរយៈអីនឹងអីដែរបងបាទសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាបងគឺអត្រាគាត់ឆ្លងគឺខុសពីប្រជាជនទូទៅសម្រាប់ប្រជាជនទូទៅគឺ50នៃការឆ្លងហើយប៉ុន្តែសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាគឺ90% ទៅ98%វ៉ាវតែគាត់ឆ្លងថាតើការឆ្លងនោះមិនក៏ខ្ពស់មែនបើសិនជាសម្រាប់នឹងយើងនិយាយសួរស្ដាប់ថាបើសិនជាបុរសនិងស្ត្រីគឺគាត់រួមភេទតាមទ្វារមាសបាទហ្នឹងអញ្ចឹងសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាគាត់រួមភេទពេលខ្លះគាត់បានប្រើស្រោមគាត់រួមភេទតាមរុនគូតអញ្ចឹងពេលខ្លះយកឲ្យបានប្រើសោមវាមានការដាច់រលាត់ហើយជំងឺអេដហ្នឹងគឺវាឆ្លងតាមទឹកកាមនិងឈាមបាទអញ្ចឹងពេលធម្មតាពេលដែលមានការដាច់រលាត់ហើយដែលដៃគូយើងគាត់មានផ្ទុកអញ្ចឹងគឺធ្វើឲ្យមេរោគអេដហ្នឹងគឺវាងាយចូលទៅម្ដងនឹងហើយបងហើយសំណួរបន្តទៀតខ្ញុំចង់សួរបងថាតើសម្រាប់ស្ត្រីដែលកំពុងមានផ្ទៃពោះដែលមានកូននៅក្នុងផ្ទៃម្ដាយហ្នឹងតើអាចឆ្លងជំងឺអេដហ្នឹងដែរឬទេបងបងលើកតែបងសុំម្ដងទៀតសុំម្ដងទៀតបងសំណួរសម្រាប់ស្ត្រីដែលមានផ្ទៃពោះកូននៅក្នុងផ្ទៃម្ដាយដែលមានផ្ទុកមេរោគអេដតើអាចឆ្លងដល់កូនដែរឬទេបើឆ្លងតើអាចឆ្លងប្រមាណភាគរយដែរបង
បើសម្រាប់ស្ត្រីដែលគាត់មានផ្ទៃពោះហើយដែលគាត់មានផ្ទុកមេរោគអេដបើសិនជាគាត់ដឹងថាគាត់នឹងបាត់រដូវរយៈពេល1ខែអញ្ចឹងគាត់នឹងទៅមន្ទីរពេទ្យសុំថ្នាំការពារកុំឲ្យឆ្លងទៅនៅកូនចាប់ពីពោះខែទី1បាទបងតន់ហ្នឹងហ៎តន់តាបងក្នុងការដែលស្ត្រីដែលយើងសម្រាប់កូនឲ្យបងតើគាត់អាចបំបើកូនឲ្យទៅដោះគាត់ផ្ទាល់ឬក៏យ៉ាងណាដែរបងតើមានភាពឆ្លងដែរទេបាទសម្រាប់ស្ត្រីដែលគាត់មានផ្ទុកមេរោគអេដហើយគាត់សម្រាប់កូនគឺគាត់មិនអាចបំបើកដោះកូនតាមនេះគឺកូនត្រូវបើកទៅដោះគោអរគុណបាទអរគុណសម្រាប់ការបកស្រាយសំណួរឡើងក្បោះក្បាយចំពោះបងប្រុសដូដែលគាត់ជាអ្នកប្រធានផ្នែកសុខភាពខាងបរិះចង់ងាកមកសួរខាងមេសាវិញតើក្នុងការបើសិនជាយើងឆ្លងមេរោគអេដនៅក្នុងប្រទេសកូរ៉េតើយើងអាចដឹងថាយើងខ្លួនផ្ទុកឬក៏កើតមេរោគអេដតើយើងគួរតែទៅពិនិត្យសុខភាពនៅកន្លែងណាដែរបាទជាទូទៅអរគុណសម្រាប់សំណួរពិសេសលើកឡើងហើយមិនតិចទេដែលបងប្អូននៅកូរ៉េគឺគាត់អត់ដឹងភាគច្រើនជាទូទៅនៅពេលដែលបងប្អូនគាត់សង្ស័យដែលគាត់ដឹងថាខ្លួនគាត់មានដូចថាគាត់សង្ស័យអាការៈបង្ហាញមកថាអូប្រហែលជាគាត់មានឆ្លងជំងឺអេដគាត់អត់ដឹងត្រូវទៅណាទេអញ្ចឹងបងប្អូនការដែលទៅពេទ្យគឺមានវិធីសាស្ត្រច្រើនយើងអាចទៅពេទ្យធម្មតាក៏បានតែគ្រាន់តែថាទៅពេទ្យធម្មតាគឺយើងត្រូវបង់ថ្លៃស្វាគេជួយឈាមមើលមេរោគអេដហ្នឹងវាអាចនឹងចំណាយលុយ 10000 20000 30000 វ៉ុនតាមមន្ទីរពេទ្យអញ្ចឹងណាតែបើសិនជាយើងទៅទទួលការពិនិត្យនៅខាងភូកុនសូខាងមណ្ឌលសុខភាពកូរ៉េគឺអត់អស់លុយទេយើងទៅពិនិត្យគឺយើងអត់អស់លុយហើយបើសិនជាករណីថាពេលដែលគាត់ពិនិត្យហើយគាត់ឃើញថាគាត់វិជ្ជមាននឹងជំងឺអេដអញ្ចឹងគឺខាងមណ្ឌលសុខភាពគេឲ្យយើងទទួលការព្យាបាលអញ្ចឹងដំណាក់ការព្យាបាលគឺវាវែងឆ្ងាយមុននឹងទទួលបានការព្យាបាលមិនថានៅក្នុងប្រទេសកូរ៉េក៏ដោយនៅប្រទេសខ្មែរក៏ដោយគឺគេជំរឿនយើងសិនថាតែយើងនឹងមានដៃគូប្រមាណហើយយើងជួបក្នុងកំឡុងពេលប្រហែលឆ្នាំហ្នឹងយើងតាក់ទងណាគេខ្លះណាគេខ្លះព្រោះអីគេខ្លាចយើងនឹងចម្លងពីម្នាក់ទៅម្នាក់អញ្ចឹងគឺគេត្រូវជំរឿនយើងតាំងពីដបូងដើមហេតុមករហូតមកដល់ឥឡូវអញ្ចឹងការពិនិត្យធ្វើតេស្តឈាមរោមេរោគអេដនៅក្នុងប្រទេសកូរ៉េហ្នឹងគេអាចមើលដឹងថាតើករណីការឆ្លងមេរោគអេដរបស់យើងហ្នឹងជាលក្ខណៈថាយើងទើបតែឆ្លងឬក៏យើងឆ្លងយូរហើយអាហ្នឹងនៅកូរ៉េក៏ដោយនៅខ្មែរក៏ដោយគេអាចមើលត្រង់ចំណុចហ្នឹងដឹងអញ្ចឹងណាហើយបន្ទាប់ពីគេមើលឃើញហើយខាងប្រទេសកូរ៉េគេនឹងខាងរដ្ឋគេតាក់ទងទៅរោមទីពេទ្យឲ្យយើងហើយគេសួរយើងថាតើយើងទទួលការព្យាបាលបែបម៉េចអញ្ចឹងការទទួលការព្យាបាលនៅក្នុងប្រទេសកូរ៉េបងប្អូនមួយចំនួនធំនៅក្នុងប្រទេសកូរ៉េគឺគាត់អត់ដឹងពីចំណុចហ្នឹងទេអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំសូមជំរាបប្រាប់បងប្អូនទាំងអស់គ្នាថាការទទួលការព្យាបាលនៅក្នុងប្រទេសកូរ៉េមាន2បើសិនជាបងប្អូនដឹងថាបងប្អូនផ្ទុកជំងឺផ្ទុកមេរោគអេដហើយអញ្ចឹងការដែលយើងទៅទទួលការព្យាបាលហ្នឹងគឺយើងមានអ៊ីកម៉្យង់និងស៊ីលម៉្យង់ហើយអ៊ីកម៉្យង់ហ្នឹងបានន័យថាយើងទទួលការព្យាបាលដោយលក្ខអត្តសញ្ញាណរបស់យើងអញ្ចឹងនៅពេលដែលបងប្អូនទៅទទួលការព្យាបាលដោយលក្ខអត្តសញ្ញាណរបស់យើងមិនឲ្យខាងរដ្ឋគេដឹងអញ្ចឹងការចំណាយថ្លៃពេទ្យទាំងអស់គឺខាងរដ្ឋជាអ្នកចំណាយទាំងសម័យខ្លួនជាអ្នកចំណាយទាំងអស់អញ្ចឹងបានន័យថាបើសិនជាបងប្អូនគាត់អត់ព្រមបង្ហាញអត្តសញ្ញាណរបស់គាត់ទេថ្លៃថ្នាំថ្លៃព្យាបាលថ្លៃអីគឺសម័យខ្លួនជាអ្នកចេញទាំងអស់ហើយអត់ថោកទេថ្នាំមួយកំប៉ុងលេបមួយខែអាចនឹង2លានជាងទៅ3លានជាងអានេះតាមអីដែលខ្ញុំដឹងតែបើសិនជាបងប្អូនទទួលការព្យាបាលដោយបង្ហាញអត្តសញ្ញាណតើឲ្យគេពេលដែលយើងបង្ហាញអត្តសញ្ញាណឲ្យគេគឺខាងរដ្ឋគេជួយព្យាបាលឲ្យយើងគឺអត់អស់ថ្លៃស្វាទេទាំងការព្យាបាលទាំងថ្នាំទាំងពិនិត្យអីទាំងអស់ហ្នឹងគឺខាងរដ្ឋគេចេញឲ្យទាំងអស់ថងចំណុចហ្នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាដែលគាត់ធ្វើការនៅក្នុងប្រទេសកូរ៉េគាត់បើសិនជាគាត់សង្ស័យថាខ្លួនគាត់មានបញ្ហាខ្លួនគាត់ឆ្លងជំងឺអេដហើយសូមកុំបាក់ទឹកចិត្តសូមកុំគេចវេះយើងស្ម័គ្រចិត្តទៅធ្វើតេស្តឈាមទាំងអស់គ្នាបើសិនថាយើងឆ្លងយើងទទួលការព្យាបាលយើងកុំគេចវេះព្រោះថាតែយើងគេចវេះអាចជំងឺអេដហ្នឹងវាធ្វើឲ្យប្រព័ន្ធផ្សាំរបស់យើងវាចុះខ្សោយទៅវាធ្វើឲ្យយើងហ្នឹង
វាកាន់តែធ្ងន់ធ្ងរទៅអាចនឹងឈានទៅដល់ការបាត់បង់ជីវិតបាទអរគុណច្រើនបាទអរគុណបងមេសាក៏ដូចជាបងដូដូដែលបានបកស្រាយសំណួរយ៉ាងក្បោះក្បាយតាក់ទងមួយនឹងជំងឺអេដព្រោះអីជំងឺអេដអាចគិតចូលជាជំងឺដែលប្រឈមនឹងគ្រោះថ្នាក់ខ្លះដែរបាទដោយសពមួយដងអញ្ចឹងបងគាត់បកស្រាយក៏អាចនឹងហត់ចំពោះការបកស្រាយបាទអញ្ចឹងក៏សូមបង្វែរបងប្អូនមកស្ដាប់បទចម្រៀងដើម្បីជាការបន្ធូរអារម្មណ៍បន្តិចសិនហើយយើងនឹងចូលមកកម្មវិធីយើងវិញបាទហើយបទចម្រៀងនៅបន្ទាប់នេះគឺមានចំណងជើងថាកំពង់ចាមកំពង់ចិត្តដែលជាស្រុកកំណើតរបស់បងដូដូបងមេសាក៏ដូចជាស្រុកកំណើតរបស់ខ្ញុំដែរបាទអរគុណពេលបងឃើញញ៉ននាងចុះងូតដាច់ស្មារតីរៀមផ្លឹកប្រចាញ់សម្រស់អូនអើយអូនល្អលើសគេទាំងអស់បងចង់ស្គាល់ឈ្មោះតើពីរោះយ៉ាងណារៀងរាវស្ទាវតូចដូចគេណោះរៃឆោមឆាតពិសីកូនគប់នេត្រាដំណើរវត្តវន់ទុនមានលេខណារៀមស្លុតចិន្តាឃើញផ្កាល្អឯងអោកំពង់ចាមកំពង់ចិត្តលើរៀមសូមគៀងកោយកែវគុំប្រកាយបើអូនប្រកាន់ទ្រពងនឹងបែងកែវគុំប្រកែកទទួលបងទៅមកសូមផ្ញើប្រាណនឹងស្ងួនពីស្អីមកសូមថ្នមបីស្រស់ស្រីពីលបើប្រលប់អូនគេងស្ដាប់លេងកោយផ្លូវបងពីបើលងសូនសងខាចាមកំពង់ចិត្តនៅរៀមសូមគៀងកោយកែវគុំប្រកាយបើអូនប្រកាន់ទ្រង់បងនឹងបែងកែវគុំប្រកែកទទួលបងទៅមកសូមផ្ញើប្រាណនឹងស្ងួនពីស្អីមកសូមថ្នមបីស្រស់ស្រីពីលបើប្រលប់អូនគេងស្ដាប់លេងកោយផ្លូវបងពីបើលងសូនសងខាបាទបន្ទាប់ពីបងប្អូនប្រិយមិត្តស្ដាប់រីឌីសម្ដាប់នៅបទចម្រៀងពីមួយបទទៅមួយបទពីបន្ទាប់ក៏ដូចការឆ្លើយសំណួរពីចោទសួរទៅដល់ភ្ញៀវកិត្តិយសយើងពីមួយវគ្គទៅមួយវគ្គយើងក៏នៅមានសំណួរបន្តដើម្បីចោទសួរទៅដល់ភ្ញៀវកិត្តិយសយើងផងដែរសំណួរបន្ទាប់ចង់សួរទៅបងប្រុសមេសាថាតើការព្យាបាលនៅក្នុងប្រទេសកូរ៉េដែលគេហៅថាពីដំណាក់កាលមិញនេះមានប៉ះពាល់ទៅដល់បុគ្គលដែលគាត់បង្ហាញអត្តសញ្ញាណប័ណ្ណឧទាហរណ៍ថាបុគ្គលកគាត់បង្ហាញអត្តសញ្ញាណប័ណ្ណគាត់ទៅដល់
ពេទ្យដែលគាត់ទៅពិនិត្យសុខភាពហ្នឹងតែគាត់មានផលប៉ះពាល់ដែរឬទេបាទហើយចំពោះអ្នកដែលអត់បានបង្ហាញអត្តសញ្ញាណប័ណ្ណទៅដល់ព័ត៌មានផ្ទាល់ខ្លួនទៅដល់ពេទ្យហ្នឹងតើមានផលប៉ះពាល់អ្វីខ្លះដែរជាដំបូងខ្ញុំនិយាយពីគុណវិបត្តិសម្រាប់អ្នកដែលគាត់ទទួលការព្យាបាលជំងឺអេដដោយអត់បង្ហាញអត្តសញ្ញាណដែលយើងនិយាយថាអ៊ីកម្យ៉ាងអញ្ចឹងគុណវិបត្តិនោះគឺសម័យខ្លួនត្រូវចំណាយលុយច្រើនសម័យខ្លួនគឺចំណាយលុយច្រើនមែនព្រោះថ្នាំដូចខ្ញុំនិយាយខាងដើមអញ្ចឹងថាគ្រាន់តែថ្នាំមួយគ្រាប់ដែលយើងលេបមួយថ្ងៃថ្នាំដែលភាសាខ្មែរយើងហៅថាថ្នាំពជាហ្នឹងមួយគ្រាប់ 50,000 វ៉ុនហើយយើងគិតមើលថា30គ្រាប់វាប្រហែលលុយអញ្ចឹងគឺវាអស់លុយច្រើនអាហ្នឹងជាគុណវិបត្តិហើយសម្រាប់បងប្អូនដែលគាត់ទៅទទួលការព្យាបាលដោយគាត់បង្ហាញអត្តសញ្ញាណបានន័យថាស៊ីលគាត់ប្រើស៊ីលម្យ៉ាងបង្ហាញអត្តសញ្ញាណរបស់គាត់ហ្នឹងគឺគាត់អត់មានគុណបើនិយាយទៅអត់មានគុណវិបត្តិទេមានតែគុណសម្បត្តិទី1គាត់ទទួលបានការព្យាបាលដោយអត់គិតថ្លៃពីរដ្ឋហើយទី2ទៀតគឺគាត់អត់មានផលប៉ះពាល់អីប៉ះពាល់ទៅដល់គាត់ទេមិនថានៅកន្លែងការងារមិនថាការបន្តឆ្នាំឬក៏ចេញចូលប្រទេសកូរ៉េអីគឺអត់មានប៉ះពាល់គាត់ទេព្រោះខាងរដ្ឋគេយកបញ្ជាក់ថាវេកូគីនបុគ្គលិកម្នាក់ហ្នឹងគឺគាត់ឆ្លងប៉ុន្តែគាត់អត់មានយកទៅបង្ហាញប្រាប់នៅខាងរោងចក្រប្រាប់ទៅខាងអន្តរប្រវេសន៍ថាអូបុគ្គលនេះឆ្លងជំងឺអេដចេះមួយចុះពីរអីគឺអត់ទេព្រោះការព្យាបាលជំងឺអេដដោយស្ម័គ្រចិត្តគឺមានការដូចថាមានលក្ខការសម្ងាត់គេអត់មានឲ្យបែកព័ត៌មានឯកជនរបស់យើងទេអញ្ចឹងត្រង់ចំណុចនេះបងប្អូនទាំងអស់គ្នាដែលតាមដានការ live វិទ្យុរបស់យើងបងប្អូនទាំងអស់គ្នាគួរតែចាប់ចំណុចនេះបានព្រោះអាចនឹងបងប្អូននៅក្នុងប្រទេសកូរ៉េយើងមួយចំនួនគាត់ខ្លាចថាបើសិនជាគាត់ទទួលការព្យាបាលបើគាត់ទៅពិនិត្យទៅឃើញជំងឺអេដអញ្ចឹងបើសិនគាត់ជ្រើសរើសយកអាសៀលម្យ៉ាងបានន័យថាការព្យាបាលដោយបង្ហាញអត្តសញ្ញាណទៅតិចមានបញ្ហាតិចខាងរោងចក្រគេដឹងទៅរោងចក្រគេកាត់យើងចោលឬក៏ពេលទៅតឆ្នាំតអត់បានឬក៏គាត់ចង់មកកូរ៉េម្ដងទៀតចូលមកអត់បានដោយសារតែគាត់ឆ្លងជំងឺអេដអញ្ចឹងណាអញ្ចឹងត្រង់ចំណុចទាំងអស់នេះបងប្អូនក៏មានការព្រួយបារម្ភទាំងអស់ព្រោះខាងរដ្ឋកូរ៉េគេរក្សាការសម្ងាត់ជូនយើងអញ្ចឹងអត់មានព័ត៌មានបែកធ្លាយដល់រោងចក្រយើងខាងរោងចក្រគេដឹងពីព័ត៌មានផ្ទាល់ខ្លួនរបស់យើងអីគឺអត់ទេហើយសំបីតែសម័យខ្លួនផ្ទាល់ពេលដែលសម័យខ្លួនគាត់ឆ្លងជំងឺអេដនឹងហើយសំបីតែមិត្តភ័ក្តិក៏សម័យខ្លួនមិនត្រូវទៅនិយាយប្រាប់ដែរព្រោះវាជាធម្មតាខ្លាចមិត្តភ័ក្តិគាត់មានការរើសអើងយើងអញ្ចឹងណាអញ្ចឹងរាល់ព័ត៌មានទាំងអស់នេះគឺយើងត្រូវប្រុងប្រយ័ត្នសម្រាប់អ្នកដែលគាត់ឆ្លងជំងឺអេដបាទអរគុណចា៎អរគុណទៅដល់ការបកស្រាយចំពោះបងប្រុសមេសាក៏បញ្ចប់សំណួរនោះសួរទៅបងប្រុសដូផងដែរបាទចំពោះនៅស្រុកខ្មែរយើងក៏ដូចជានៅក្នុងប្រទេសខ្មែរយើងតើមានការលាក់បាំងលាក់ការសម្ងាត់ជូនដល់អ្នកផ្ទុកមេរោគអេដក៏ដូចជាអ្នកកាត់ជំងឺអេដនេះដែរទេបាទសម្រាប់សេវាកម្មនៅប្រទេសកម្ពុជាគឺគេរក្សាការសម្ងាត់ជូនអតិថិជន 100% គឺมันអាចបែកធ្លាយទៅដល់ឃុំឬឃុំសង្កាត់គាត់នៅទេដឹងត្រឹមតែមន្ទីរពេទ្យអរគុណចំពោះការបកស្រាយចង់សួរទៅបងប្រុសដូមួយទៀតផងដែរថាចំពោះអ្នកដែលកើតមេរោគអេដក៏ដូចអ្នកផ្ទុកមេរោគអេដតើបើសិនជាយើងកើតគេដឹងថាយើងកើតតើមានការរើសអើងប្រភេទមិនដែរបាទអ្នកខ្លះបើសិនជាគាត់មានផ្ទុកហើយបើសិនជាអ្នកយល់ដឹងច្បាស់គឺគាត់ធម្មតារីករាយជាមួយនឹងអ្នកផ្ទុកនឹងការញ៉ាំចុកអីជាមួយគ្នាប៉ុន្តែបើសិនអ្នកខ្លះគាត់មានការយល់ដឹងតិចអញ្ចឹងគាត់មានការរើសអើងគាត់មិនហ៊ាននៅចិត្តគឺមិនហ៊ានញ៉ាំបាយជាមួយមិនហ៊ានប្រើប្រាស់ជាមួយអញ្ចឹងពេលខ្លះការយល់ដឹងរបស់មនុស្សម្នាក់តិចច្រើនអញ្ចឹងហ៎បងហ្នឹងហើយប៉ុន្តែជំងឺអេដឆ្លងទៅតាមការរួមភេទមួយមុខទេដែលហើយនឹងការប្រើការប៉ះឈាមដែលដៃផ្ទាល់ដែលដៃយើងមានរបួសមានអីអញ្ចឹងបានឆ្លងបឋមជាការប្រើប្រាស់បន្ទប់ទឹករួមគ្នាសម្លៀកបំពាក់រួមគ្នាអីគឺអត់មានកត្តាឆ្លងទេបងបាទសូមសួរទៅបងបន្តទៀតតកតងជានឹងការបើសិនជាក្នុងសមាជិកដែលយើងនៅក្នុងសមាជិកគ្រួសារយើងដឹងថាបុគ្គលកឬក៏បើសមាជិកក្រុមគ្រួសារយើងកើតជំងឺអេដតែយើងមានវិធីសាស្ត្រណាដើម្បីការលើកទឹកចិត្តកុំឲ្យគាត់បាក់ទឹកចិត្តណាបងតែមានវិធីសាស្ត្រអ្វីដែរបាទសូមជម្រាបជូនទៅដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់បាទ
បើសិនជាគាត់មកតេស្តនៅក្នុងអង្គការខ្ញុំបើគាត់ដឹងថាតេស្តគឺមានតេស្តមកថាមានហើយដល់អញ្ចឹងគឺគាត់ទៅទទួលសេវាថែទាំនៅមន្ទីរពេទ្យបង្អែកអញ្ចឹងក្នុងដល់មន្ទីរពេទ្យបង្អែកហ្នឹងគឺមានគេហៅថាជួរសង្គមមានគ្រូពេទ្យប្រឹក្សាយោបល់ជាមួយគាត់យ៉ាងក្បោះក្បាយបងអធិស្ឋានខ្ញុំសូមសួរបងបន្ថែមមកសំណួរទៀតការធ្វើតេស្តឈាមរកមេរោគអេដហ្នឹងបន្ទាប់ពីយើងតេស្តយើងអាចយើងអាចនិយាយបានថាយើងប្រើអាម៉ាស៊ីនតេស្តដោយខ្លួនឯងហ្នឹងក៏មានហើយបន្ទាប់ពីយើងតេស្តតេស្តដោយខ្លួនឯងហើយយើងដឹងថាយើងឆ្លងជំងឺអេដហើយបន្ទាប់ទៀតតើយើងត្រូវទៅណាដែរនេះសម្រាប់អ្នកនៅខ្មែរបងបាទសម្រាប់បងប្អូននៅខ្មែរពេលដែលគាត់ស្នើសុំតេស្តពីអង្គការសម្រាប់តេស្តហ្នឹងមានតែនៅអង្គការសុខភាពបរិសុទ្ធទេដែលតេស្តទៅធ្វើដោយខ្លួនឯងហ្នឹងបាទពូនេះថាបើសិនជាគាត់តេស្តមកឃើញប្រតិកម្មហើយថាមានអញ្ចឹងគាត់នឹងតាក់ទងមកបុគ្គលិកអង្គការទាំងអស់អញ្ចឹងឲ្យជួនគាត់ទៅតេស្តវិជ្ជាលើកទី2នៅមន្ទីរពេទ្យបង្អែកខេត្តចា៎ពិធីក៏មានសំណួរអីបន្ថែមទៀតអត់បាទសំណួរនៅមានច្រើនដូចដែលយើងរៀបរាប់ខាងដើមអញ្ចឹងការឆ្លងមេរោគអេដពីមួយដំណាក់កាលទៅមួយដំណាក់កាលក៏ដូចជារកវិធីសាស្ត្រក្នុងការការពារជំងឺអេដផងដែរបាទដោយសម្រាប់ដងកម្មវិធីយើងបើសិនជាបងប្អូនប្រិយមិត្តអ្នកស្ដាប់មានមតិយោបល់បន្ថែមតាក់ទងជាមួយនឹងប្រធានបទថ្ងៃនេះបងប្អូនអាចជួយ comment ចូលទៅក្នុងទំព័រ Facebook page របស់ពួកយើងទំព័រ Facebook page របស់ពួកយើងមានឈ្មោះថាវិទ្យុសំឡេងកូនខ្មែរបាទសំណួរបន្ទាប់ចង់សួរបងថាតើមកដល់បច្ចុប្បន្ននេះយើងមានថ្នាំព្យាបាលជំងឺអេដដែលជាដាច់ដែរទេបាទមកដល់បច្ចុប្បន្នគឺថ្នាំព្យាបាលមេរោគអេដឲ្យជាសះស្បើយមិនទាន់មានទេបងប៉ុន្តែមានថ្នាំពជាបាទតែថ្នាំពជាទាំងអស់ហ្នឹងយើងអាចទទួលពីមណ្ឌលសុខភាពបានឬក៏ទៅរកពីកន្លែងណាបានដែរទេបាទថ្នាំពជាហ្នឹងมันមាននៅមណ្ឌលសុខភាពទេមានតែនៅតាមមន្ទីរពេទ្យបង្អែកធំតាមបណ្ដាខេត្តនានាបងបាទបើសិនសូមចឹងបងអាចជួយជម្រាបជូនទៅដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់បន្តិចទេថាបើសិនជាបងប្អូនដែលកើតផ្ទុកមេរោគអេដឬក៏កំពុងតែឆ្លងមេរោគអេដនេះតើគាត់ទៅទទួលថ្នាំហ្នឹងនៅកន្លែងណាដូចថានៅតំបន់បងហ្នឹងមានតំបន់ប្រមាណដែរបាទដែលអាចទៅបើកថ្នាំពជាអាយុជីវិតនេះបានបាទបើសិនជាសម្រាប់នៅខេត្តកំពង់ចាមមាន3ទីតាំងមាននៅមន្ទីរពេទ្យបង្អែកជើងព្រៃមាននៅប្រធានហើយនិងមន្ទីរពេទ្យបង្អែកកំពង់ចាមហើយតាមបណ្ដាស្រុកឬខេត្តគឺមានតាមមន្ទីរពេទ្យខេត្តនីមួយធំទាំងអស់ហ្នឹងបងបងខ្ញុំចង់ឲ្យបងជួយបញ្ជាក់ថងថ្នាំប្រឹបហើយនិងថ្នាំប៉បបន្តិចបងដោយសារតែបងប្អូនខ្លះគាត់នៅប្រទេសកូរ៉េគាត់ចង់ទិញថ្នាំប៉បឬក៏ថ្នាំប្រឹបហ្នឹងមកទុកនៅពេលដែលគាត់ចង់មានដៃគូផ្សេងគាត់ចង់ទិញញ៉ាំទុកការពារតែអ្វីដែលខ្ញុំដឹងពីខាងអង្គការសុខភាពបរិសុទ្ធដូចជាខ្ញុំដឹងតាមរយៈបងដូដូផ្ទាល់បងបានប្រាប់ខ្ញុំថាតែយើងធ្វើតេស្តរកមេរោគអេដហើយវាអត់បេថ្លើមសេបាទរធ្វើតេស្តហើយទើបយើងអាចប្រើប្រាស់ថ្នាំនឹងបានអញ្ចឹងបងអាចជួយបញ្យល់ចំណុចនឹងបន្តិចបានទេបងបាទសម្រាប់ថ្នាំប្រឹបទី1យើងធ្វើការតេស្តឈាមរកមេរោគអេដហើយនឹងថ្លើមបេនិងសេសិនហើយថ្នាំនឹងហើយរបៀបប្រើខុសពីស្ត្រីបុរសអាចប្រើខុសពីស្ត្រីបានបុរសដូចថា2ម៉ោងមុនគាត់រៀបចំប្រតិបត្តិការរួមភេទ2ម៉ោងអញ្ចឹងគាត់លេបថ្នាំហ្នឹង2គ្រាប់មុន2ម៉ោងទៅយើងអាចប្រតិបត្តិការទោះយើងអត់ប្រើស្រោមក៏អត់មានបញ្ហាទៅលើមេរោគអីហ្នឹងដែរហើយរបៀបប្រើថ្នាំហ្នឹងគេហៅថា2-1-1លេបរយៈពេល3ថ្ងៃហ៎បងលេបដំបូង2ហើយដល់ខាន់ស្អែកលេប1គ្រាប់ទៀតខាន់ស្អែកលេប1គ្រាប់ទៀតអាហ្នឹងសម្រាប់បានតែបុរសហើយអាជំរឿនគេហៅថា2-1-1បើសិនជាមកជំរឿនទៀតសម្រាប់គាត់សកម្មក្នុងការរួមភេទអញ្ចឹងគាត់គួរតែលេបថ្នាំហ្នឹងរាល់ថ្ងៃមួយថ្ងៃមួយគ្រាប់រហូតដល់7ថ្ងៃខាងមានប្រសិទ្ធភាពអីបងបាទហើយចុះសម្រាប់ស្ត្រីវិញហ៎បងបើសម្រាប់ស្ត្រីគឺគាត់មានការផ្លាស់ប្ដូរប្រដៅអញ្ចឹងគាត់អាចប្រើរួចបរោះបានជំរឿ2-1-1ស្ត្រីគឺគាត់លេបមួយថ្ងៃមួយគ្រាប់រហូតបើគាត់គិតថាគាត់ឈប់ប្រឈមនៅថ្ងៃណាមួយគឺថ្នាំហ្នឹងគាត់អាចឈប់លេបនៅពេលណាក៏បានដែរបាទហើយចុះបងពាក់ព័ន្ធជាមួយថ្នាំប៉បវិញគឺយើងត្រូវតែពិនិត្យ
រោមេរោគអេដសិនដែរមែនបានទៅយើងអាចប្រើប្រាស់ថ្នាំនឹងបានឬក៏មិនដែរបងសម្រាប់ថ្នាំប៉បហ្នឹងយើងមិនថាយើងទៅពិនិត្យមេរោគអេទេគូនេះថាមានការមុតមជុលមានការរួមភេទដែលអាចបានប្រើប្រាស់ស្រោមឬមួយរួមភេទជាមួយដៃគូទៅប្រឡាក់ឈាមប្រឡាក់អីអញ្ចឹងគាត់អាចទៅរកសេវាថ្នាំប៉បហ្នឹងបាននៅតាមមន្ទីរពេទ្យបង្អែកខេត្តនីមួយៗទាំងអស់ហើយគ្រប់សេវាថ្នាំទាំងអស់គឺអត់អស់លុយទេបងអញ្ចឹងនិយាយទៅចេះតែបាយទៀតទេបងហើយចុះឧទាហរណ៍ថាពាក់ព័ន្ធជាមួយថ្នាំព្រឹបការហូបថ្នាំព្រឹបនេះវាមានអារម្មណ៍ថាវារៀងអញ៉ៃបន្តិចចុះបើសិនជាយើងប្រើថ្នាំប៉បតែមួយមិនដែរបងឧទាហរណ៍ថាយើងនៅជាមួយដៃគូយើងដែលយើងមិនធ្លាប់ដេកនៅជាមួយគ្នាពីមុនហើយយើងប្រើថ្នាំប៉បនឹងតម្ងបានទេតែបងសម្រាប់ថ្នាំប៉បបើយើងប្រើគឺយើងប្រើរយៈពេលគឺ30បើថ្នាំប្រាប់លេខតែ3ថ្ងៃឯង211អញ្ចឹងពីរហ្នឹងខុសគ្នាថ្នាំប្រាប់គឺការលេបការពារមុនថ្នាំប៉បការពារក្រោយពេលប្រប្រឆោមនោះថាគាត់បានប្រើសោមប្រើអីរួមពេលទៅពេលសបឹងមិនដឹងថាគាត់បានប្រើសោមអីអត់គាត់គួរតែប្រើជំរើសថ្នាំប៉បតែប៉បហ្នឹងគឺលេប1ខែលេបរយៈពេល1ខែហ៎បងបាទថ្នាំប៉បហ្នឹងណាថ្នាំប៉ប1ខែហ្នឹងលេបមួយថ្ងៃបានដងដែរបងហើយម្ដងបានគ្រាប់មួយថ្ងៃមួយគ្រាប់ក្នុងថ្នាំមួយកំប៉ុងនោះវាមាន30គ្រាប់អញ្ចឹងយើងលេបមួយថ្ងៃមួយគ្រាប់ហ៎បងបាទអរគុណច្រើនបងខ្ញុំបានយល់ចម្លើយផងបងហើយបងបានបញ្ជាក់ថាថ្នាំព្រឹបគឺយើងការពារជំងឺអេដមុននៅពេលដែលយើងមិនទាន់រួមភេទទេយើងលេបថ្នាំព្រឹបដើម្បីការពារមុនការរួមភេទតែថ្នាំប៉បគឺយើងលេបបន្ទាប់ពីយើងរួមភេទហើយគឺយើងលេបថ្នាំព្រឹបដែលគេហៅថាថ្នាំ72ម៉ោងអរគុណច្រើនបងដែលបានឆ្លើយបានក្បោះក្បាយបាទប៉ុន្តែសូមថែមមួយទៀតថ្នាំព្រឹបការពារបានតែមេរោគអេដទេប៉ុន្តែបើសិនជាគាត់ប្រើថ្នាំព្រឹបហើយគាត់អត់ប្រើសោមអញ្ចឹងបើសិនជាដៃគូយើងមានកាមរោគគឺនៅតែឆ្លងកាមរោគតែប៉ុន្តែកាមរោគមើលជា 100% អត់តែមេរោគអេដទេដែលមើលអត់ជាបងខ្ញុំចូលដល់កាមរោគខ្ញុំមានចងល់ពាក់ព័ន្ធមួយកាមរោគតិចកាមរោគមូលហេតុអីបានធ្វើឲ្យយើងឆ្លងកាមរោគយើងកើតអេដមុនទើបយើងឆ្លងកាមរោគក្រោយឬក៏យើងកើតកាមរោគមុនហើយទើបយើងអាចឈានឆ្លងទៅដល់ជំងឺអេដតាមក្រោយឬក៏មិនវិញបងពេលខ្លះប្រស្រ័យទៅលើមនុស្សដែរបងអ្នកខ្លះគាត់មានកាមរោគហើយគាត់ទៅរួមភេទទៀតអញ្ចឹងកាមរោគប្រៀបថាដូចជាការប្រៀបជាដូចជាផ្ទះបាក់លបងអញ្ចឹងណាអញ្ចឹងឲ្យគោងាយចូលមកបានអញ្ចឹងដូចមនុស្សយើងអញ្ចឹងបើសិនជាមានកាមរោគហើយធម្មតាកាមរោគវាមានដំបៅលើប្រតាប់ភេទមានហូបទុះតាមបហួរនោមអញ្ចឹងណាបងបាទអញ្ចឹងបើសិនជាគាត់ទៅរួមភេទជាមួយដៃគូឲ្យបានប្រើស្រោមអញ្ចឹងគឺគាត់នឹងងាយឆ្លងបំផុតបាទបងបន្ថែមមកសំណួរទៀតពាក់ព័ន្ធជាមួយក្រុមកាមរោគគឺមានច្រើនណាបងមានប្រមេះមានស្វាយមានអីនិយាយរួមទៅគឺបាទវាមានច្រើនតែអីដែលខ្ញុំឆ្ងល់បំផុតនោះពាក់ព័ន្ធជាមួយជំងឺស្វាយអីអញ្ចឹងអានេះខ្ញុំអត់សូវច្បាស់ទើបខ្ញុំសួរនាំបងអញ្ចឹងណាសម្រាប់អ្នកដែលគាត់បានឆ្លងជំងឺស្វាយនឹងហើយគាត់ទទួលការព្យាបាលជាហើយឯងបងតែគេថានៅសល់សបកនៅក្នុងខ្លួនសបកហ្នឹងវាមិនវិញហើយព្យាបាលជីហើយនៅសល់សបកហ្នឹងវាមិនអីមិនបងអាចជួយបញ្យល់ត្រង់ហ្នឹងឲ្យពួកខ្ញុំអាចបានយល់តិចបានទេបងបានយល់មកមេរោគស្វាយដូចថាយើងតេស្តឃើញអញ្ចឹងថាយើងមានមេរោគស្វាយមានចំនួនមេរោគប្រមាណតាមដែលយើងពិនិត្យមើលអញ្ចឹងដូចថាគូនេះថាយើងព្យាបាលវានៅក្នុងខែណាមួយអញ្ចឹងរយៈពេលព្យាបាលគឺ1ខែបាទដល់ថាព្យាបាលទូបុគ្គលម្នាក់ហ្នឹងគាត់ព្យាបាលស្វាយជីអស់ក៏ដោយអញ្ចឹងបានន័យថាមេរោគក្នុងខ្លួនគាត់គឺអស់ហើយមេរោគស្វាយប៉ុន្តែវានៅសល់តែសម្បកគេថាដូចថាស្វាយសល់តែឈ្មោះហ៎បងបាទប៉ុន្តែសួរថាមេរោគគឺក្នុងខ្លួនគឺអត់មានទេប្រៀបទៅមនុស្សយើងអញ្ចឹងមុតកវិតវានៅសល់ស្នាមអញ្ចឹងណាបាទអញ្ចឹងអរគុណច្រើនដែលបងបកស្រាយត្រង់សំណួរនេះហើយខ្ញុំសូមក្រើនរំលឹកដល់បងប្អូនដែលគាត់ត្រៀមប្រឡងមកប្រទេសកូរ៉េគាត់គូគប្បីតែការពារខ្លួនឲ្យបានប្រុងប្រយ័ត្នបន្តិចព្រោះបងប្អូនដែលគាត់ប្រឡងជាប់ធ្លាក់ឈ្មោះមកហើយគាត់មានការរោគស្វាយ
ឬក៏ក្រុមការមរុកអីគឺគាត់អាចចូលមកប្រទេសកូរ៉េបានទេលោកពិសិដ្ឋដោយសារតែខាងប្រទេសកូរ៉េគេអត់ទទួលអ្នកកើតក្រុមការមរុកចូលនៅក្នុងប្រទេសកូរ៉េទេអញ្ចឹងសម្រាប់បងប្អូនខ្លះដែលគាត់ធ្លាក់ឈ្មោះមកហើយតើកែគាត់តម្លាក់ឈ្មោះមកហើយគាត់ត្រូវឡើងមកប្រទេសកូរ៉េតែគាត់មានជំងឺស្វាយនៅក្នុងហ្នឹងគាត់មានជំងឺស្វាយតែគាត់ជាយតែនៅសល់អាសបកហ្នឹងនៅក្នុងខ្លួនហើយខាងពេទ្យការងារនៅខ្មែរគេពិនិត្យឃើញថាគាត់សល់សបកហ្នឹងនៅក្នុងខ្លួនគេបានច្រានគាត់ចោលអញ្ចឹងវាជាការខាត់បងមួយដ៏ធំអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលបងប្អូនត្រៀមឡើងមកប្រទេសកូរ៉េគួរតែប្រុងប្រយ័ត្នយើងមានតំណែងជាមួយដៃគូយើងគួរតែប្រុងប្រយ័ត្នកុំឲ្យមានឆ្លងជំងឺអេដឬក៏ឆ្លងជំងឺកាមរោគបាទហ្នឹងហើយបងសូមថែមបន្តិចសម្រាប់បងប្អូនណាដែលគាត់ត្រៀមប្រឡងទៅកូរ៉េបើសិនជាចង់ធ្វើតេស្តឈាមអីអាចតាក់ទងទៅអង្គការសុខភាពរាល់សេវាការតេស្តឈាមនៅទីនោះគឺអត់អស់លុយទេបងមានទាំងការជួយជូនទៅព្យាបាលទៀតបាទបងអញ្ចឹងបើសិនជាបងប្អូនដែលគាត់មានបំណងចង់ទៅធ្វើតេស្តឈាមនៅខាងអង្គការសុខភាពបរិសុទ្ធនៅខាងខេត្តកំពង់ចាមតើខាងសាខាអង្គការនៅម្ដុំណាបងអាចជួយជំរាបជូនបានទេបងសាខាសន្តិដ្ឋនៅក្នុងភូមិបឹងកុក2ភូមិបឹងកុកស្រុកកំពង់ចាមខេត្តកំពង់ចាមបាទតាមរយៈលេខទូរស័ព្ទប្រហែលដែរបងលេខទូរស័ព្ទមានដូចជាលេខខ្ញុំ017 31 89 86សូមបញ្ជាក់ម្ដងទៀត017 31 89 86លេខហ្នឹងមានទាំង Telegram ដែរបងបាទអរគុណច្រើនអញ្ចឹងសម្រាប់បងប្អូននៅខ្មែរគាត់ចង់ទៅទទួលការពិនិត្យដោយឥតគិតថ្លៃនៅខាងអង្គការសុខភាពបរិសុទ្ធបងប្អូនអាចតាក់ទងទៅតាមរយៈលេខទូរស័ព្ទខាងលើជម្រាបជូនទៅដល់បងប្អូនប្រិយមិត្តស្ដាប់ម្ដងទៀតគឺ017 31 89 86បាទអរគុណទៅដល់ការបកស្រាយចំនួនយ៉ាងក្បោះក្បាយជូនចំពោះបងប្អូនប្រិយមិត្តអ្នកស្ដាប់ក៏ដូចជាបងប្អូនដែលកំពុងតែតាមដាននៅលើទំព័រ Facebook Page របស់ពួកយើងក៏ដល់ឈានទៅដល់ទីបញ្ចប់មុននឹងបញ្ចប់ក៏សូមថ្លែងអំណរគុណទៅដល់បងប្រុសដូដែលគាត់ចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមមុននឹងបញ្ចប់ក៏សូមបងផ្ដាំផ្ញើពាក្យពេចន៍ចុងក្រោយជូនទៅដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់បន្តិចបាទសូមអញ្ជើញបងប្រុសដូបាទទី1អរគុណបងដែលបានឲ្យចូលរួមនៅកម្មវិធីនេះលើកទី1បងដែលបានចូលរួមហើយជំងឺអេដបើសិនជាបងប្អូនបើគិតថាមិនហ៊ានទៅតេស្តគួរតែទៅតេស្តទៅការពារប្រសាជាងព្យាបាលបាទអរគុណបាទបន្ទាប់ពីបងប្រុសដែលគាត់បានផ្ដាំផ្ញើខាងពាក្យខាងពេចខាងចុងកម្មវិធីយើងខ្ញុំទាំងអស់គ្នាក៏សូមខន្តីអភ័យទោសរកកំហុសឆ្គងដោយត្រង់ណាដែលមិនសមរម្យក៏សូមខន្តីអភ័យទោសរកកំហុសឆ្គងផងដែរបាទគណៈពេលនេះយើងខ្ញុំទាំងអស់គ្នានៅក្នុងបន្ទប់ផ្សាយក៏សូមអរគុណនិងសូមជម្រាបលាស្នេហាឬមាននរណាមកខំឬមួយស្នេហ៍ក៏អន់ផងបោះក្រុមហ៊ុនណាក៏នាងរំរៀមមកស្នេហ៍ឲ្យចិត្តព្រាមេត្តាក្រពំលឺព្រះខ្លាយមានស្នេហ៍ជាអ្នកណាគួយកូនមិនចាចនតូចតនេះទេធីតាស្បៃនាងបកផ្លាយផាន់ដកជាប់ក្នុងនេត្រាបងតាមអើយបងតាមជោគចិត្តនឹងកលយាមកផាព្រៃភ្នំឲ្យខ្ញុំភ្លេចមិនបានមិនអត់អោនឲ្យខ្លួនtrong